ជំងឺលើសសម្ពាធឈាមគឺជាជំងឺមួយដែលយើងចាត់ទុកថាជាឃាតករលាក់មុខព្រោះវាបានសម្លាប់មនុស្សជាច្រើនដោយពុំផ្ដល់រោគសញ្ញាឲ្យដឹងមុនជំរាបសួរខ្ញុំបាទវេជ្ជបណ្ឌិតស្រីនីណាជាគ្រូពេទ្យផ្នែកជំងឺបេះដូងនិងសរសៃឈាមដើម្បីចូលរួមនៃទិវាជំងឺលើសសម្ពាធឈាមពិភពលោកនៅថ្ងៃនេះខ្ញុំបាទសូមចែករំលែកចំណេះដឹងមួយចំនួនពាក់ព័ន្ធអំពីជំងឺលើសសម្ពាធឈាមជូនដល់បងប្អូនទាំងអស់គ្នាជំងឺលើសសម្ពាធឈាមគឺជាជំងឺមួយដែលយើងកំណត់នៅពេលដែលយើងវាស់សម្ពាធឈាមឃើញសម្ពាធឈាម systole លើសពី140 mmHg និងសម្ពាធឈាម diastole លើសពី90 mmHg ជំងឺលើសសម្ពាធឈាមយើងចាត់ទុកថាជាជំងឺមួយដែលជាឃាតករលាក់មុខព្រោះវាសម្លាប់មនុស្សជាច្រើននៅលើពិភពលោកហើយអ្នកជំងឺលើសពី 75% អាចមានជំងឺលើសសម្ពាធឈាមដោយមិនមានរោគសញ្ញាឲ្យដឹងមុនវិធានការមួយចំនួនដែលបងប្អូនអាចធ្វើបានដើម្បីបង្ការជំងឺលើសសម្ពាធឈាមទី1គឺបងប្អូនត្រូវតមអាហារប្រៃបានន័យថាកុំពិសារបស់ផ្អាប់ឬរបស់ដែលប្រៃពេកទី2បងប្អូនត្រូវធ្វើការហាត់ប្រាណឲ្យបានទៀងទាត់ក្នុងមួយថ្ងៃឲ្យបាន30នាទីក្នុងមួយអាទិត្យយ៉ាងហោចណាស់ឲ្យបាន5ថ្ងៃទី3បងប្អូនត្រូវកាត់បន្ថយការពិសាគ្រឿងស្រវឹងហើយនិងកាហ្វេទី4បើសិនជាបងប្អូនជក់បារីបងប្អូនត្រូវឈប់ជក់បារីជាដាច់ខាតទី5បើសិនជាបងប្អូនលើសទម្ងន់ត្រូវធ្វើការសម្រកឬបញ្ចុះទម្ងន់បើសិនជាបងប្អូនធាត់ខ្លាំងទី6បងប្អូនត្រូវកាត់បន្ថយអារម្មណ៍តប់ប្រមល់ទី7បងប្អូនត្រូវសម្រាប់ឲ្យបានគ្រប់គ្រាន់ការព្យាបាលជំងឺលើសសម្ពាធឈាមឲ្យបានត្រឹមត្រូវគឺជាកត្តាចាំបាច់ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីជំងឺលើសសម្ពាធឈាមដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាលជំងឺខ្សោយបេះដូងជំងឺកាំងបេះដូងជំងឺខូចតម្រង់នោមឬពិការភាពទៅលើភ្នែកជាដើមដូច្នេះដើម្បីការពារសុខភាពឲ្យបានល្អបងប្អូនត្រូវតាមដានសម្ពាធឈាមជាប្រចាំហើយបើសិនជាក្នុងករណីដែលរកឃើញថាមានជំងឺលើសសម្ពាធឈាមហើយត្រូវទទួលការព្យាបាលឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯងឬក៏ប្រើប្រាស់ថ្នាំតាមអ្នកជំងឺផ្សេងទៀតដែលបងប្អូនគិតថាមានជំងឺលើសសម្ពាធឈាមដូចគ្នាសូមអរគុណ